សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រក្នុងការមើលវីដេអូនៅក្នុង TikTok ដោយមិនចាំបាច់បិទនៅក្នុងទូរស័ព្ទដៃរបស់យើងជាទូទៅមានបងប្អូនមួយចំនួនគាត់តែងតែជួយក្បាលបិទចុះបិទឡើងគាត់ចង់មើលវីដេអូនៅ TikTok គាត់ទៅបើកតាម TikTok គាត់ចង់ធ្វើការងារផ្សេងគាត់ទៅបិទ TikTok ទៅមើលឬក៏ទៅធ្វើការងារផ្សេងហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រនេះតើឲ្យបងប្អូនចេះទាំងអស់គ្នាបាទជាដំបូងអ្នកនរគ្នាចូលក្នុងTikTok មកអញ្ចឹងវិញសិននេះចូល TikTok មកបន្ទាប់មកចុចទៅលើវីដេអូនោះជាប់បន្ទាប់មកវាចេញទាំងមួយវាចុះមកក្រោមបងប្អូននឹងឃើញពាក្យកន្លែងនេះ picture កន្លែងភាពនេះបន្ទាប់មកវាចេញវីដេអូបែបហ្នឹងបងប្អូនអាចទៅមើលកម្មវិធីផ្សេងមួយទៀតទៅឧទាហរណ៍ថាបើកនៅក្នុង Facebook នោះអញ្ចឹងវីដេអូវានៅតារាវាទៅណាទៅវាត្រាតែបងប្អូនបិទអញ្ចឹងយើងអាចធ្វើការបដាមើល Facebook បដាមើលវីដេអូ TikTok បដាតាមតាអ្នកនរគ្នាអញ្ចឹងបើសិនបងប្អូនចង់បិទចុចលើវាមកហើយចុចខ្វាយមករួចជាការស្អាតអញ្ចឹងនៅពេលអ្នកនរគ្នាបង្កើតកន្លែង picture នៅកន្លែងនេះចូលវិញសិនហើយមកចុចជាប់មកនេះកន្លែង picture ហ្នឹងកន្លែងហ្នឹងអញ្ចឹងដំបូងវាឲ្យយើង set នៅមុខមួយចំនួនអញ្ចឹងយើង set តាមវាទៅបង្កើតតាមវាទៅនៅពេលដែលយើងបង្កើតហើយគឺវាជាប់ដល់ទៅដល់ក្រោយនៅពេលដែលយើងបើកចុចទៅលើវាទៅគឺវាចេញវីដេអូបែបហ្នឹងហើយចង់វីដេអូចែករំលែករបស់ខ្ញុំមានតែប៉ុណ្្នឹងហើយសូមបងប្អូនជួយចុច subscribe channel របស់ខ្ញុំដើម្បីបានវីដេអូចែករំលែកបន្តទៀតបាទអរគុណច្រើន